ចាសួស្តីបងប្អូនហ្នឹងហើយឥឡូវគឺមានព័ត៌មានថ្មីទៀតហើយគឺខាងអគ្គិសនីកម្ពុជាហ្នឹងគឺគាត់បានប្រកាសហើយណាចាប់ពីថ្ងៃទី24រហូតដល់27ខែមេសាគឺមានតំបន់ភ្លើងមួយចំនួនហ្នឹងគឺត្រូវបានដាច់ដោយសារតែខាងអគ្គិសនីកម្ពុជាហ្នឹងគឺគេត្រូវការផ្លាស់ប្ដូរចរន្តអគ្គិសនីអញ្ចឹងបើសិនជាមានការរអាក់រអួយពុកម៉ែបងប្អូនអាចទៅមើលបន្ថែមបាននៅក្នុងpage របស់អគ្គិសនីកម្ពុជាបានអញ្ចឹងខ្ញុំសូមរាប់ត្រួសនៅតំបន់ខណ្ឌមួយចំនួនដែលនឹងត្រូវដាច់ភ្លើងចាប់ពីថ្ងៃទី24រហូតដល់ថ្ងៃទី27អ្នកនរគ្នាសម្រាប់ថ្ងៃពហុទី24មេសាចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង13រសៀលមានដូចជានៅខណ្ឌទូគោកខណ្ឌពោធិ៍សែនជ័យនិងខណ្ឌច្បារអំពៅហើយតំបន់ខ្សែមេហ្នឹងគឺបងប្អូនអាចចូលទៅមើលលម្អិតនៅក្នុងpageអគ្គិសនីកម្ពុជាហើយនៅក្នុងថ្ងៃពហុទី24ខែមេសាឆ្នាំ2025ដដែលហ្នឹងគឺចាប់ពីថ្ងៃហ្នឹងទៅបងប្អូនចាគឺចន្លោះម៉ោង8រហូតដល់ម៉ោង16ពេលរសៀលអញ្ចឹងអត់ដឹងថាដាច់នៅម៉ោងប្រហែលទេចាគឺគេកំណត់ថាអាចចន្លោះពីម៉ោងហ្នឹងចាពីម៉ោង8ព្រឹករហូតដល់ម៉ោង4រសៀលចានៅអាចនឹងដាច់នៅខណ្ឌទូគោកចាខណ្ឌសាញ់សុកខណ្ឌរិស័យកែវនិងខណ្ឌមានជ័យចាហើយមួយទៀតចុងក្រោយគឺខណ្ឌច្បារអំពៅតមកទៀតថ្ងៃសុក្រទី25ខែមេសាឆ្នាំ2025ចន្លោះម៉ោង8ព្រឹករហូតដល់ម៉ោង13ចាមានដូចជាខណ្ឌទូគោកខណ្ឌសាញ់សុកចាហើយចន្លោះម៉ោង8រហូតដល់ម៉ោង16ចាពេលរសៀលដដែលថ្ងៃទី25ដដែលចាមានដូចជានៅខណ្ឌទូគោកខណ្ឌសែនសុកខណ្ឌពោធិ៍សែនជ័យខណ្ឌព្រៃភ្នៅនិងខណ្ឌដង្កោចាតមកទៀតគឺថ្ងៃសៅរ៍ទី26ខែមេសាឆ្នាំ2025នៅចន្លោះម៉ោង8ព្រឹករហូតដល់ម៉ោង13រសៀលចាអាចនឹងដាច់ភ្លើងនៅខណ្ឌសែនសុកចាហើយចន្លោះពីម៉ោង8ព្រឹករហូតដល់ម៉ោង16ពេលរសៀលអាចនឹងដាច់ភ្លើងនៅខាងខណ្ឌចំការមននិងខណ្ឌពោធិ៍សែនជ័យផងដែរចាអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតសម្រាប់ពុកម៉ែបងប្អូនចង់ដឹងថាដាច់ភ្លើងហ្នឹងពីតំបន់ខណ្ឌហ្នឹងគឺវាមានខណ្ឌតាមខ្សែមេផ្សេងអញ្ចឹងបងប្អូនចូលទៅមើលព័ត៌មានហ្នឹងលម្អិតនៅលើ page របស់អគ្គិសនីកម្ពុជាបានកុំឲ្យថានៅសុកដាច់ភ្លើងអត់ដឹងពីមូលហេតុអីអញ្ចឹងចូលទៅមើលទាំងអស់គ្នាទៅដឹងហើយចាអញ្ចឹងនៅថ្ងៃទី27ក៏មានដាច់ភ្លើងដែរចាថ្ងៃទី27មេសាឆ្នាំ2025គឺចន្លោះម៉ោង8ព្រឹករហូតដល់ម៉ោង1រសៀលចាម៉ោង13ចាគឺអាចនឹងដាច់ភ្លើងនៅខណ្ឌសែនសុកចានៅក្នុងនោះគេដាក់បញ្ជាក់ឲ្យតំបន់ភ្លើងមួយចំនួនដែលនៅក្នុងសង្កាត់ត្រាំងក្នុងចាសង្កាត់គោកធ្លើកនិងសង្កាត់ក្មួយចាសាខាខាងអូដឹមណាអញ្ចឹងពុកម៉ែបងប្អូនមានចង្អុលអីបន្ថែមអាចតំណតាមលេខទូរស័ព្ទដែលគេដាក់នៅលើការប្រកាសនៅក្នុង page របស់អគ្គិសនីកម្ពុជានឹងបានចាអរគុណជម្រាបលា